ប្រទេសអ៊ីតាលីបានប្រកាសថាខ្លួននឹងបញ្ឈប់ការអមដំណើររបស់កងនាវាចរនៃកងនាវាចរជំនួយអន្តរជាតិកាហ្សានៅពេលដែលនាវាចូលទៅជិតក្នុងចម្ងាយប្រមាណ278គីឡូម៉ែត្រនៃឆ្នេរសមុទ្រកាហ្សានេះបញ្យងតាមប្រភព Reuters ចុះថ្ងៃទី1តុលា2025នាវាចម្បាំងអ៊ីតាលី Alpino ដែលបច្ចុប្បន្នអមដំណើរនៃការក្បួនដឹកជំនួយទៅតំបន់កាហ្សាដែលមានឈ្មោះថា Global Summit Flotilla នឹងឈប់នៅដែនកំណត់នេះដើម្បីជៀសវាងការប្រជុំមុខដាក់គ្នាដោយផ្ទាល់ដែលអាចកើតមានជាមួយកងកម្លាំងនាវាចរអ៊ីស្រាអែលប្រទេសអ៊ីតាលីបានជំរុញឲ្យកងនាវាចរពិចារណាលើមធ្យោបាយផ្សេងទៀតនៃការផ្តល់ជំនួយរួមទាំងការបញ្ជូនការផ្គត់ផ្គង់ទៅក្នុងប្រទេសស៊ីបដើម្បីបន្ថយភាពតានតឹងទោះបីជាប្រទេសអ៊ីតាលីបានដកការគាំទ្រផ្នែកកងនាវាចរក៏ដោយអ្នករៀបចំកងនាវាចរបានប្រកាសពីចេតនារបស់ពួកគេក្នុងការបន្តបេសកកម្មនេះនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni នៅថ្ងៃទី30កញ្ញា2025បានប្រមានថាការប៉ុនប៉ងបំបីការរាំងខ្ទប់របស់កងទ័ពជើងទឹកអ៊ីស្រាអែលអាចរំខានដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពដ៏ផុយស្រួយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកការសម្រេចចិត្តនេះដោយប្រទេសអ៊ីតាលីត្រូវបានពិពណ៌នាដោយអ្នករៀបចំ Flotilla ថាជាវិធានការការទូតដើម្បីជៀសវាងឧបទ្ទវហេតុជាមួយអ៊ីស្រាអែលគួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ2010គឺមិនមាននាវាណាមួយដឹកជំនួយទៅដល់តំបន់កាហ្សានោះទេដោយសារតែមានការរាំងខ្ទប់ពីសំណាក់ប្រទេសអ៊ីស្រាអែល